Ba tao cái này cái chi dục ngày thì phí dục thì phí bà nhung ngợp lặng người mong bay chia nào cái này lưng nghi phong ấy phong sao phong chân ta thọ ba đây miền là ngợp lặng đồng bay ta hộ đốt phượng bật tham đồng bay cầm tay nào cái này bớt sân đi dương đốt phượng bật tham đây cứ cây nhặt lụa thế nhưng cái này chú này cái này bởi vì ta chạy khang mình thế nè mà ní miền là phơi thế chỉ một mẹ đỏ cọ khăn đai của một សូនអ្នកគ្នាថ្ងៃនេះគឺជាសក្ខិនទេហើយយើងបានត្រីច្រើនមែនតើហើយចង់ដឹងពីចំណាប់អារម្មណ៍មិនដែរសក្ខិនទេបាទចុយមិនដែរបងអីអត់ទេឯងធ្វើមើលមុខកាមេរ៉ាមើលមកឯងយកមកជួយដោះមកបាត់ផ្លូវត្រីស្អុយបាទមិនដែរបាទ អូខ្ញុំសុខសប្បាយជាធម្មតាទេបាទសក្ខិនទេខ្ញុំចង់និយាយមួយមួយសងទេបាទខ្ជិលយូរទៅអ្នកអរគ្នាខ្ញុំអា first day អត់អីទេតែសក្ខិនទេអត់ចង់និយាយមួយមួយសងទេនឹងស្អីអូយសំណាងហើយដែលបានតិចយោចង់ញញឹមអ្នកទាំងអស់គ្នាអើយចឹងមិនបាច់ទេខ្ញុំអ្នកដាក់វងនេះមានអារម្មណ៍បាក់ទឹកចិត្តបាទហើយអ្នកធ្វើត្រីថាសំណាងឯងបានត្រីតិចបាទ បាទអ្នកធ្វើត្រីបាទខ្ញុំមកខៃមាននិយាយម៉ាត់និយាយតានិយាយអីក៏បានមកជួយធ្វើត្រីមកជួយធ្វើត្រីបាទ first day first time អូ my god អ្នកទាំងអស់គ្នាអើយខ្ញុំអត់មានអីនិយាយទេខ្ញុំអត់មានអីនិយាយមកឯងមានអីនិយាយអត់វាយមានអីនិយាយអត់ចង់និយាយថាមកហត់ពី3នាក់ទេបាទមើលជើបអ្នកហត់ពីណាខ្លះពីណាខ្លះនិយាយហត់ច្រើនអ្នកតែអ្នកអត់ហត់ហ្នឹងមានតែស្ងួនរតនាមួយបាទអ្នកគ្នាថ្ងៃទី2គឺនេះគ្នាយើងគេហៅថាខត្រីខបែបឈៀលបាទហើយយើងកំពុងតែមកពុះភ្លើងដើម្បីយើងធ្វើការអាំងត្រីឆែកតិចហើយបាទមើលឆ្អើត្រីយ៉ាងម៉េចបើឆេះអញ្ចឹងបាទទាំងពីរអ្នកហ្នឹងបាទអ្នកអីគេហៅអ្នកនាំផ្លូវបាទតែមានម្នាក់ទៀតដែរតែអ្នកទៀតហ្នឹងធុងបាសហ្នឹងអត់ចេះអស់ភ្លើងសោះធុងបាសមានភ្លើងរហូត baនេះគឺជាអ្វីដែលយើងទទួលបានដោយពាក្យស្លោកលោកពោលថានៅផ្ទះម្ដាយទីតីនៅព្រៃម្ដាយតែមួយបាទការមកដល់លេងកំសាន្តឬក៏លក្ខណៈមកបោះតង់មកផ្សងព្រេងលក្ខណៈជាក្រុមគឺអត់មានអ្វីក្រៅពីការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកការសាងអនុស្សាវរីយ៍ជាមិត្តភ័ក្តិជាបងប្អូនជាក្រុមការងារទេអញ្ចឹងហើយអ្វីដែលយើងទទួលបានគឺយើងរក្សាទុកនៅក្នុងក្រអៅបេះដូងរបស់យើង
ភាពលំបាកភាពជូរចត់ភាពហត់ភាពសប្បាយភាពអត់ឃ្លានភាពឆ្ងាញ់អីទាំងអស់ហ្នឹងគឺយើងនៅតែរក្សាទុកជាអនុស្សាវរីយ៍នៃយើងគ្រប់គ្នាបាទអញ្ចឹងវីដេអូនៃការផ្សងព្រេងមករកត្រីនៅអូផ្លាយស្ថិតនៅក្នុងភូមិក្រុងតេះឃុំក្រុងតេះស្រុកពេជ្រដាខេត្តមណ្ឌលគិរីគឺមានតែប៉ុណ្្នឹងឯងពួកយើងបានក្រោយពីរៀបចំអ្វីអស់ហើយគឺយើងហូបបាយជុំគ្នារួចរាល់ហើយយើងក៏ធ្វើដំណើរត្រឡប់មកទីរួមខេត្តមណ្ឌលគិរីវិញប្រកបដោយសុខសុវត្ថិភាពជុំគ្នាហើយមានឱកាសក្រោយយើងនឹងធ្វើវីដេអូច្រើនជាងហ្នឹងហើយក៏ប្រសើរជាងហ្នឹងជូនបងប្អូនទស្សនាអរគុណជំរាបលាជូនពរសុខភាពល្អជោគជ័យគ្រប់ភារកិច្ចការងារ